កម្ពុជាយើងគឺបានចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពក្នុងយុទ្ធសាស្ត្រនយោបាយកម្ពុជាជាអ្វីតាមពិតទៅបងប្អូនបើសិនជាយើងនិយាយឲ្យចំមកនៅក្នុងរឿងនេះគឺពិតជាមានលក្ខណៈស៊ីជម្រៅខ្លាំងមែនទែនបើផ្អែកទៅលើយុទ្ធសាស្ត្រនយោបាយនិងរបៀបសិល្បៈនយោបាយអន្តរជាតិហើយជនជាតិយើងគឺតែងតែមានពាក្យ5ឃ្លាបងប្អូនចាដូចជាកម្ពុជាត្រូវតែបង្ហាញខ្លួនកម្ពុជាត្រូវតែស្គាល់ខ្លួនឯងចេះឯងឲ្យក្រែងចេះគេគ្មានទេភាពជោគជ័យមួយដែលគ្មានការលះបង់ចង់ចាប់ខ្លាតតែចូលរោងខ្លាអញ្ចឹងហើយខ្ញុំសូមលើកយកភាសាទាំង5នេះដើម្បីបញ្យល់ប្រាប់បងប្អូនចំណុចទី1ពាក្យថាកម្ពុជាត្រូវបង្ហាញខ្លួននឹងគឺជាយុទ្ធសាស្ត្រមានវត្តមានគឺដើម្បីមានអធិបុលហើយតើមានអធិបុលនឹងគឺជាអ្វីគឺការចូលរួមនៅក្រុមប្រឹក្សាសន្តិភាពជាការបង្ហាញថាកម្ពុជានឹងមិនមែនគឺជាប្រទេសឈរនៅខាងក្រៅប្រវត្តិសាស្ត្រទេប៉ុន្តែគឺជាប្រទេសមួយដែលមានសិទ្ធិមានសម្លេងនិងមានការទទួលខុសត្រូវលើសន្តិភាពតំបន់និងពិភពលោកបើសិនជាយើងមិនបង្ហាញខ្លួនណាបងប្អូនគេនឹងសម្រេចចិត្តជំនួសយើងប៉ុន្តែបើយើងបង្ហាញខ្លួនយើងនឹងមានឱកាសនិយាយអំពីអ្វីៗដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិដូចជារឿងសង្គ្រាមសៀមឈ្លានពានខ្មែរជាដើមអញ្ចឹងខ្មែរអាចប្រើប្រាស់ទីតាំងមួយនឹងដើម្បីបញ្យល់អន្តរជាតិពីអ្វីៗដែលយើងចង់បានស្របនឹងពាក្យថាក្រុមប្រឹក្សាសន្តិភាពផងដែរចំណុចទី2កម្ពុជាត្រូវតែស្គាល់ខ្លួនឯងការចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះបងប្អូនមិនមែនមានន័យថាកម្ពុជាយើងនឹងគឺត្រូវតែធ្វើដោយមហាអំណាចទេផ្ទុយទៅវិញគឺជាការបង្ហាញថាកម្ពុជានឹងគឺស្គាល់ពីសមត្ថភាពនិងពីកម្រិតដែលកំណត់របស់ខ្លួនឯងកម្ពុជាត្បិតថាប្រទេសតូចប៉ុន្មានបងប្អូនប៉ុន្តែក៏មានបទពិសោធន៍ជ្រាលជ្រៅពាក់ព័ន្ធជាមួយនឹងសង្គ្រាមសន្តិភាពនិងខិតខំការស្ដារប្រទេសជាតិនេះគឺជាអត្ថប្រយោជន៍យុទ្ធសាស្ត្រដែលមហាអំណាចធំៗនឹងគឺមិនមានទេបងប្អូនទី3ចេះឯងឲ្យក្រែងចេះគេនេះគឺជាយុទ្ធសាស្ត្ររៀននៅក្នុងល្បែងនយោបាយមិនមែនរៀនក្រៅល្បែងនយោបាយទេណាបងប្អូនចាទៅគេនិយាយថាការនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះគឺជាកន្លែងដែលមហាអំណាចប្រើប្រាស់សិល្បៈនយោបាយខ្ពស់បំផុតហើយកម្ពុជាយើងចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះផងដែរគឺដើម្បីសិក្សាដើម្បីយល់ដឹងនិងអានល្បែងអំណាចរបស់គេឲ្យច្បាស់លាស់ចឹងណាបងប្អូនចាហើយបើមិនចូលរួមទេគឺមិនដឹងទេបងប្អូនយើងនៅតែអត់ដឹងចឹងហើយបើចូលរួមគឺយើងបានឃើញផ្ទាល់នឹងភ្នែកស្ដាប់ឮនឹងតិចហើយក៏បានរៀនសូត្រពីគេច្រើនដែរជាពិសេសហ្នឹងគឺរៀនពីការប្រកួតគ្នារវាងមហាអំណាចធំចំណុចទី4ពាក្យថាគ្មានទេភាពជោគជ័យមួយដែលគ្មានការលះបង់ចំពោះការលះបង់ខ្លះបងប្អូនត្រូវយល់ថាអញ្ចឹងគឺជាតម្លៃសម្រាប់ការកើនកម្ពស់ឋានៈជាតិរបស់យើងប៉ុន្តែបើសិនជាកម្ពុជាខ្លាចការលះបង់នោះកម្ពុជានៅតែជារដ្ឋតូចសម្រាប់ដែលគេមើលរំលងតែប៉ុណ្ណោះហើយបើសិនជាយើងចំណាយលុយ$1000 លានណា$1000 លានធ្វើការទិញអាវុធបានតែយន្តហោះចម្បាំង20គ្រឿងនិងប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់5រួចហើយកម្ពុជាយើងគឺនៅតែមានភ្លើងសង្គ្រាមបែបហ្នឹងដូច្នេះហើយការលះបង់មួយនេះគឺជាជំរឿនដែលល្អបំផុតសម្រាប់យើងទាំងអស់គ្នាពាក់ព័ន្ធនឹងសន្តិវិធីនិងការលើកកម្ពស់នៃឋានៈជាតិថងចំណុចមួយនេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនបន្តិចអំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាយើងនៅក្នុងការចូលរួមក្រុមប្រឹក្សាសន្តិភាពនេះផងដែរខ្ញុំចង់បញ្យល់ប្រាប់បងប្អូនថាការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនេះផងដែរសម្រាប់អាណត្តិ3ឆ្នាំគឺមិនឲ្យមានការបង់ថវិកាអីទេបងប្អូនចាប៉ុន្តែចំពោះការបង់ថវិកា$1000 លានសហរដ្ឋអាមេរិកនោះគឺសម្រាប់តែករណីអ្នកណាគេចង់ប្រទេសណាក៏ដោយចង់ចូលជាសមាជិករយៈពេលវែងរយៈពេលវែងហ្នឹងបានន័យថាអញ្ចឹងបងប្អូនគឺចូលជាអចិន្ត្រៃយ៍ចូលនឹងអង្គុយកៅអីដុសស្លែដុសស្នឹមអីនៅហ្នឹងហ្មងបងប្អូនចាអាហ្នឹងត្រូវបង់$1000 លានសហរដ្ឋអាមេរិកអីប៉ុន្តែបើសម្រាប់មកត្រឹមចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាអីចឹងសម្រាប់អាណត្តិ3ឆ្នាំគឺមិនត្រូវការឲ្យបង់ប្រាក់ទេចំណុចទី5ពាក្យថាចង់ចាប់ខ្លាតតែចូលរួមខ្លាហើយបងប្អូនត្រូវដឹងថាអញ្ចឹងនៅក្នុងក្រុមប្រឹក្សាសន្តិភាពគឺជាទីកន្លែងដែលពោពេញទៅដោយខ្លានៃនយោបាយមិនមែនកន្លែងធម្មតាណាបងប្អូនគឺជាទីកន្លែងដែលពោពេញទៅដោយខ្លានៃនយោបាយហើយកម្ពុជាយើងចូលទៅគឺមិនមែនទៅដើម្បីប្រយុទ្ធទេបងប្អូនប៉ុន្តែដើម្បីរស់នៅក្នុងរូងខ្លាដោយមិនត្រូវខ្លាខាំបងប្អូនយល់ទេវាគឺជាការបង្ហាញភាពខ្លាំងក្លាប្រាជ្ញានិងការគ្រប់គ្រងតុល្យភាពរវាងមហាអំណាចដោយមិនបាត់បង់ឯករាជ្យជាតិជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបជុំស្រីនួននៅវីដេអូក្រោយ